បាទសួស្តីបងប្អូនពេលមែនអរគ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយគឺចង់បង្ហាញដល់បងប្អូនអរគ្នាអំពីផលិតផលថ្មីគឺជាប្រភេទធុងបាសរបស់ JBL ខាងស្ដាំដៃខ្ញុំនេះគឺជាប្រភេទ JBL Eon 1 Compact speaker នេះគឺជាប្រភេទ model ថ្មីហើយក៏ជាប្រភេទ speaker ស៊េរីចុងក្រោយបង្អស់របស់ JBL ដែរបាទគឺ speaker ហ្នឹងគឺរូបរាងរបស់វាគឺតូចស្អាតមែនតើហើយថ្ងៃនេះដែរខ្ញុំនឹងលើកយកអំពីចំណុចសំខាន់របស់ JBL Eon 1 Compact គឺមាន5ចំណុចបាទទី1ទាក់ទងជាមួយនឹងអំពីរូបរាងនៃការ design របស់វាហើយទី2គឺនិយាយអំពីទាក់ទងអំពី option ខាងក្រៅរបស់វាហើយទី3គឺទាក់ទងជាមួយនឹងសមត្ថភាពខាងក្នុងហើយនឹងទី4ទាក់ទងជាមួយនឹងកម្មវិធី software ដែលយើងប្រើនៅលើទូរស័ព្ទដែលយើងត្រូវប្រើប្រាស់ជាមួយនឹង JBL Eon 1 Compact បាទហើយនឹងទី5ចុងក្រោយគេចង់ដឹងថាតើប្រភេទ speaker model Eon 1 Compact នេះតើបងប្អូនគួរតែយកទៅប្រើប្រាស់នៅពេលណាហើយស័ក្តិសមប្រើនៅក្នុងស្ថានភាពបែបណាខ្លះអញ្ចឹងខ្ញុំនឹងបង្ហាញអំពីចំណុចទី1មុនគេបាទ JBL Eon 1 Compact គឺរូបរាងនៃការ design របស់វាគឺប្លែកមែនទេបាទរូបរាងរបស់វាគឺទូច slim ល្មមហើយទម្ងន់របស់វាគឺ8គីឡូបាទគឺស្រាលមែនតើបាទហើយជាប្រភេទ speaker ដែលមានរាងតូចចល័តបានស្រួលបាទហើយជាប្រភេទ speaker ប្រើថ្មឈ្មោះវាគឺ Eon 1 Compact បាទ Eon 1 Compact ហ្នឹងគឺវាចង់សំដៅទៅលើប្រភេទ speaker ដែលយើងអាចចល័តបានស្រួលយកតាមខ្លួនអីស្រួលនិយាយទៅជាប្រភេទ speaker ខ្នាត professional ប៉ុន្តែវាជាប្រភេទ speaker ដែលមានរាងទូចបាទល្មមបាទអាហ្នឹងគឺលក្ខណៈសម្បត្តិខាងក្រៅរបស់ speaker នេះហើយនៅផ្នែកខាងក្រោយរបស់វានេះគឺកន្លែងដាក់ថ្មរបស់វាហើយសម្រាប់ថ្ម JBL Eon 1 Compact គឺយើងអាចដោះដូរបានបាទគឺយើងគ្រាន់តែមូកន្លែងខាងក្រោយនេះមកបាទនេះបងប្អូនមូតែកន្លែងខាងក្រោយនេះមកបាទអានេះគឺជាថ្មរបស់វានៅក្នុងនេះបាទបន្ទាប់ពីយើងដោះសង្គ្រាប់វាចេញមកគឺយើងអាចទាញថ្មវាចេញបានឬមួយក៏បងប្អូនអាចយកថ្មវាទៅទុកអីចឹងបានបាទហើយឬមួយក៏បើសិនជាបងប្អូនមានថ្មសកួរអីចឹងគឺយើងអាចដោះដូរបានដោយស្រួលបាទបន្ទាប់មកយើងចង់ដាក់វិញគឺយើងគ្រាន់តែដាក់សង្គ្រាប់នេះចូលទៅបាទគឺបងប្អូនសង្កត់ឲ្យជាប់មកបន្ទាប់មកយើងមូចូលបាទអញ្ចឹងគឺជាការស្រេចបាទហើយនៅផ្នែកចំហៀងគឺវាមានខាងក្រោយនេះគឺវាមានវាធ្វើមករបៀបជ្រុងបញ្ឆិតណាបាទហើយនៅខាងនេះក៏វារៀងបញ្ឆិតដែរប៉ុន្តែបញ្ឆិតនេះគឺវាធ្វើមកដើម្បីឲ្យយើងអាចបញ្ឈរចឹងក៏បានគឺបងប្អូនអាចដាក់ផ្ដេកក៏បានដែរបើសិនជាបងប្អូនដាក់លើតុអញ្ចឹងយើងអាចផ្ដេកបានដោយស្រួលបាទហើយ Eon 1 Compact គឺយើងអាចដាក់ជើងបញ្ឈរចឹងបានបាទហើយនឹងវាមានដៃយួរពីលើមួយទៀតបាទគឺដៃខាងលើនេះគឺយើងអាចចាប់យួរបានចល័តបានស្រួលនិយាយទៅគឺរបៀបប្រើប្រាស់ហើយនិងរបៀបទុកដាក់របស់វាគឺវាមានច្រើនសន្តានឲ្យយើងប្រើប្រាស់ទៅតាមស្ថានភាពជាក់ស្ដែងបាទហើយចំពោះ logo របស់វាខាងមុខ logo របស់វាខាងមុខគឺជាប្រភេទ logo ពណ៌ខ្មៅហើយ logo ពណ៌ខ្មៅនេះវាចង់សំដៅទៅលើប្រភេទធុងបាសរបស់ JBL ឲ្យទៅ logo ពណ៌ខ្មៅហើយរូបរាងទម្រង់បែបនេះគឺជាប្រភេទ speaker លំដាប់ professional បាទជាពិសេស Eon 1 Compact គឺវាមានដាក់អក្សរ professional ពីក្រោមមួយទៀតបាទអញ្ចឹងងាយស្រួលយើងចំណាំបាទហើយ logo របស់វាគឺប្លែកមែនទែនបាទធុងបាសមួយចំនួនដែលបងប្អូនធ្លាប់ប្រើប្រាស់ហ្នឹងគឺ logo របស់វាអាចបំលាស់ទីបានទេចង់និយាយថាអត់អាចមានចលនាប៉ុន្តែសម្រាប់ Eon 1 Compact បើសិនជាបងប្អូនដាក់ speaker របស់បងប្អូនលើតុអីចឹងបាទគឺយើងអាចទាញ logo របស់វាយើងអាចមូបាននេះដូចខ្ញុំមូអញ្ចឹងណាបាទយើងអាចមូបាននិយាយទៅគឺ360 degree គឺយើងអាចមូទៅខាងណាក៏បានដែរអានេះគឺលក្ខណៈពិសេសនៃរូបរាងរបស់ JBL Eon 1 Compact បាទហើយនឹងទី2បាទទី2គឺទាក់ទងជាមួយនឹង option ខាងក្រៅរបស់វាចង់ដឹងថាតើ Eon 1 Compact ហ្នឹង option ខាងក្រៅរបស់វានេះគឺយើងប្រើបានស្អីខ្លះបាទគឺបងប្អូនអាចកលេចមើលចំហៀងខាងនេះបាទនេះគឺ option ខាងក្រៅរបស់ JBL Eon 1 Compact ហើយបាទទី1នៅលើចំហៀងខាងនេះគឺវាមាន power បាទហើយនឹងបន្ទាប់មកមានរុន microphone 2រុន microphone នេះគឺជាប្រភេទរុន XLRយើងអាចប្រើដូច6លីក៏បានយើងប្រើដូច XLR ក៏បានដែរបាទបន្ទាប់មកវាមានដូច6លីដូចគ្នាដូចនេះគឺយើងអាចដោតហ្គីតាដោត solo អីចូលបានបាទហើយនឹងមកក្រោមនេះអានេះគឺជាប្រភេទ USB នេះបើសិនជាទូរស័ព្ទយើងអស់ថ្មអញ្ចឹងយើងអាចដោតខ្សែ USB បញ្ចូលថ្មទៅទូរស័ព្ទរបស់យើងបានចម្លងភ្លើងពី JBL Eon 1 Compact ទៅទូរស័ព្ទយើងបានហើយនៅផ្នែកចំហៀងខាងនេះវិញគឺជាប្រភេទ volume បាទ volume នេះគឺយើងអាចប្រើប្រាស់បានដូចជា volume ចម្រៀងបាទ volume microphone ហើយនឹង volume reverb បាទហើយនឹងប៊ីតុងរបស់វាដែលយើងអាចប្រើឆ្លាស់ microphone ឬមួយក៏យើងអាចប្រើដើម្បីឲ្យ microphone ដំណើរការហើយនឹងប៊ីតុងពិសេសជាងគេគឺប៊ីតុង Bluetooth បាទប៊ីតុងនេះគឺយើងប្រើសម្រាប់ពេលយើងភ្ជាប់ពីទូរស័ព្ទអីចឹងទៅយើងចុចប៊ីតុងកន្លែងនេះបាទហើយនឹងវាដាក់ភាគរយថ្មដើម្បីឲ្យយើងងាយស្រួលមើលបាទបើសិនជាវាអស់ថ្មឬមួយក៏វាថ្មនៅពេញថ្មអស់អញ្ចឹងគឺយើងអាចស្រួលមើលចំណាំបានបាទ
อันนี้คือជា option ខាងក្រៅដែលយើងត្រូវដឹងអំពី JBL Eon One Compact បាទនិយាយទៅគឺវាធ្វើមកលក្ខណៈសាមញ្ញស្រួលប្រើប្រាស់មែនតើបាទបងប្អូនអរគ្នាហើយនឹងចំណុចទី3គឺខ្ញុំនឹងនិយាយអំពីសមត្ថភាពក្នុងនៃ JBL Eon One Compact បាទ JBL Eon One Compact គឺទំហំសាប់របស់វាបាទទំហំ upper របស់វាហ្នឹងគឺទំហំរបស់វា8អ៊ីងបាទ8អ៊ីងនេះគឺស្មើនឹង2ទឹកហើយជាប្រភេទ subwoofer all in one full range បាទគឺជាប្រភេទ speaker full range ហើយកម្លាំងរបស់វាគឺ Eon One Compact កម្លាំងរបស់វាគឺមួយគ្រាប់ហ្នឹងគឺ150 Watt peak JBL Eon One Compact ថ្មរបស់វាកាន់បានរហូតដល់12ម៉ោងបាទគឺយើងអាចប្រើបានរហូតដល់12ម៉ោងបាទ12ម៉ោងនេះគឺមិនមែនបងប្អូនបើកមកកាប់ទៅបាន12ម៉ោងពេញហ្មងទេបាទ12ម៉ោងនេះគឺយើងការ៉ង់ទីត្រឹមវ៉ូលីម30ទៅ 40% ឬមួយក៏យើងអាចបើកធ្វើ50ចុះក្រោមអីហ្នឹងគឺយើងអាចបាន12ម៉ោងឬមួយក៏ក្រោមហ្នឹងបាទប៉ុន្តែបើសិនជាបងប្អូនបើកវ៉ូលីម 100% ហ្មងគឺភាគរយថ្មរបស់វាគឺវាអាចធ្លាក់ចុះលឿនបាទអាចថាដល់សល់ត្រឹមតែយើងអាចប្រើ 100% អញ្ចឹងបាទគឺយើងអាចប្រើបានត្រឹមតែ5ម៉ោង4ម៉ោងឬមួយក៏6ម៉ោងអីចឹងគឺអូខេបាទប៉ុន្តែបើសិនជាបងប្អូនប្រើជាលក្ខណៈប្រចាំថ្ងៃវិញខ្ញុំគិតថាយ៉ាងយូរបងប្អូនប្រើបើយើងស្ដាប់លេងកំសាន្តវិញជាទូទៅយើងច្រៀងលេងអីចឹងធ្វើតែ 4-5 ម៉ោងខ្ញុំគិតថាយូរមែនតើហើយបាទលើកឡើងតែបងប្អូនមានកម្មវិធីអីចឹងអានោះគឺយើងអាចប្រើបានយូរប៉ុន្តែបើសិនជាវាអស់ថ្មគឺយើងអាចដុតភ្លើងប្រើបានដែរបាទនេះគឺលយតង់ថានៅពេលដែលយើងអស់ថ្មគឺយើងអាចដុតភ្លើងបានបាទប៉ុន្តែបើសិនជាវានៅថ្មវិញគឺយើងអាចប្រើថ្មរបស់វាទៅបាទហើយចំពោះថ្ម JBL Eon One Compact គឺបញ្ចូលមកពេញហ្នឹងគឺយើងប្រើរយៈពេល2ម៉ោងកន្លះបាទ2ម៉ោងកន្លះគឺយើងបញ្ចូលមកពេញថ្មរបស់វាបាទបងប្អូនឥឡូវនេះខ្ញុំនឹងសាកសំឡេងទៅលើ JBL Eon One Compact ចង់ដឹងថាតើសំឡេងរបស់វាចេញទៅវាបានព្រោះកម្រិតណាបាទឥឡូវនេះបងប្អូនសម្ដាប់ទាំងអស់គ្នាបាទហើយបើសិនជាបងប្អូនមានកាសគឺបងប្អូនគួរតែស្ដាប់តាមរយៈកាសវិញដោយសារតែជាការ speaker ទូរស័ព្ទយើងវាអត់ដូចយើងស្ដាប់កាសទេបាទបើសិនជាបងប្អូនមកស្ដាប់ផ្ទាល់អូខេតែបើយើងស្ដាប់តាមទូរស័ព្ទវាសំឡេងខុសគ្នាបន្តិចបាទឥឡូវនេះខ្ញុំនឹងចាក់ចម្រៀងលក្ខណៈបទមនោចេតនាបាទខ្ញុំចាក់បទចម្រៀងរបស់លោកពូ Nominateណាបន្ទាប់ពីយើងចាក់ចម្រៀងទៅគឺសំឡេងរបស់វាសម្រាប់ខ្ញុំដែលខ្ញុំនៅចិត្តឲ្យខ្ញុំស្ដាប់ផ្ទាល់អញ្ចឹងគឺសំឡេងរបស់វាគឺចេញមកគឺឮច្បាស់ល្អមែនតើបាទតែពិតទៅគឺសំឡេងរបស់វាគឺបើសិននិយាយពីរឿងបាសវិញគឺបាសវាអត់សូវបុកខ្លាំងទេបាទគឺបុកបាសវាគឺបុកមកល្មមគឺយើងស្ដាប់ទៅគឺពេញប្រុសតែម្ដងហើយមួយទៀតគឺសំឡេង mid សំឡេង high របស់វាគឺចេញមកគឺឮលះគឺឮដាច់ស្អាតហ្មងហើយវាសំឡេងវារៀងសតុនវាអត់ទៅចាក់តិចម៉ានទេបាទតែវាអត់សតុនខ្លាំងដូចប្រភេទពួកការ៉ាអូខេទេបាទនេះគឺសំឡេងវារៀងសតុនមកយើងស្ដាប់ទៅគឺពេញបរោះបាទពួកអីវាជាប្រភេទធំបាស outdoor បាទអាហ្នឹងគឺបើសិនជាវាធ្វើសតុនពេកគឺនៅពេលដែលបងប្អូនយកទៅខាងក្រៅគឺអត់សូវឮទេសំឡេងបាទប៉ុន្តែបើសិនជាយើងស្ដាប់ខាងក្នុងវាអាចថាបរោះជាងបាទប៉ុន្តែគឺសម្រាប់ Eon One Compact វាជាប្រភេទពួក professional អញ្ចឹងគឺសំឡេងរបស់វាគឺវាធ្វើតម្រូវបែប professional គឺវាធ្វើបែប entertainment ទេកាលណាវាធ្វើបែប entertainment គឺបងប្អូនស្ដាប់ខាងក្នុងបន្ទប់គឺបរោះបាទប៉ុន្តែនៅពេលដែលយើងយកចេញក្រៅគឺអត់ទៅបរោះសំឡេងវាចាញ់ខ្យល់តែសម្រាប់ Eon One ប្រភេទពួក professional ដូចជា Eon One Compact ចឹងវាធ្វើមកគឺសំឡេងរបស់វារៀងលះឲ្យឮបានឆ្ងាយបាទបើសិនជាបងប្អូនទៅខាងក្រៅបងប្អូនដាក់ជើងបញ្ឈរចឹងទៀតគឺសំឡេងវាឮបានឆ្ងាយមែនតើបាទអញ្ចឹងគឺសម្រាប់ Eon One Compact គឺតែសំឡេងហ្នឹងគឺបងប្អូនអាចស្ដាប់ថាអាចដឹងពីសំឡេងវាខ្លះហើយបាទអញ្ចឹងគឺនេះគឺជាចំណុចពិសេសទី3គឺមានតែប៉ុណ្្នឹងឯងបាទហើយនឹងទី4បាទ
គឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនជាងគេគឺទី4គឺតកតងទៅនឹងប្រភេទ software control របស់ JBL Eon 1 Compact បាទ Eon 1 Compact គឺវាបានភ្ជាប់មកជាមួយនឹងប្រភេទ mixer ដែលភ្ជាប់នៅខាងក្រៅបាទគឺបងប្អូនអាចឃើញជាក់ស្ដែងនៅខាងនេះប៉ុន្តែសម្រាប់option ខាងក្រៅនេះគឺយើងអាចប្រើឲ្យបានទូលំទូលាយយើងចង់សេរី echo យើងចង់សេរី reverb ឬមួយក៏យើងចង់សេរី bass សេរីអីហ្នឹងឲ្យព្រោះទៅតាមចំណង់ចំណូលចិត្តរបស់យើងអត់បានទេបាទអញ្ចឹងគឺបងប្អូនត្រូវទាមទារត្រូវ download app មួយទៀតបាទ app នេះគឺវាមានឈ្មោះថា JBL Eon 1 Compact បាទនេះគឺជា app របស់ Eon 1 Compact បាទគឺបងប្អូនអាច download បានតាមរយៈទូរស័ព្ទ iPhone ទូរស័ព្ទ Samsung ឬមួយក៏ប្រភេទ iPad tablet អីផ្សេងៗគឺយើងអាច download បានបាទ app របស់វានេះគឺយើងអាច control បានដូចជាសំឡេង bass សំឡេង microphone សំឡេង echo បាទជាមួយក៏យើងអាចសេរី reverb សេរីអីបានបាទអញ្ចឹងគឺស្រួលមែនតើហើយនៅក្នុង app នេះគឺវាមាន function យើងអាចសេរី EQ អីបានស្រួលមែនតើបាទ app នេះនៅពេលដែលយើងភ្ជាប់ Bluetooth ពីទូរស័ព្ទរបស់យើងទៅ speaker នេះហើយបាទនៅពេលដែលបងប្អូន download កម្មវិធី app នេះមកគឺវានឹង auto connect ឲ្យយើងតែម្ដងអញ្ចឹងនៅពេលដែលយើងបើកចូលកម្មវិធីមកវាចេញពាក្យថា link អញ្ចឹងបងប្អូន select លើ link នឹងមកបន្ទាប់មកគឺវានឹងធ្វើការភ្ជាប់ពី smartphone របស់យើងទៅ speaker Eon 1 Compact តែម្ដងបាទបាទអញ្ចឹងគឺយើងរងចាំរហូតដល់សញ្ញា connecting ហ្នឹងវា load បាត់អញ្ចឹងនៅពេលដែលវា load បាត់ហើយគឺយើងអាចចូលទៅកន្លែង mixer ដើម្បីសេរីសំឡេងសេរីដូចជាសំឡេង microphone សំឡេង bass បាទសំឡេងទៅតាមចំណង់ចំណូលចិត្តរបស់យើងហើយនៅលើ app នេះគឺយើងអាចប្រើបានស្រួលមែនតើបាទគឺយើងអាចសេរីសំឡេងពីចម្ងាយបានបើសិនជាបងប្អូនជួនកាលយើង performance អីចឹងបាទឬមួយក៏យើងធ្វើលក្ខណៈ presentation អីចឹងបាទសំឡេងអ្នកនិយាយគាត់រៀងស្រួយឬមួយក៏គាត់រៀងធ្ងន់ពេកអញ្ចឹងយើងអាចសេរីពីចម្ងាយបានបាទអត់ដោយពិបាកចាំមកឈរសេរីចិត្តធុងបាសអញ្ចឹងគឺស្រួលមែនតើអញ្ចឹងគឺ app នេះគឺវាផ្ដល់ភាពងាយស្រួលមែនតើដល់អ្នកប្រើប្រាស់បាទហើយនឹងវាមាន software យើងអាច update បានអញ្ចឹងគឺល្អមែនតើបាទហើយនឹងចំណុចពិសេសចុងក្រោយគេគឺចំណុចពិសេសទី5បាទគឺតាកតងជាមួយនឹងការប្រើប្រាស់របស់បងប្អូនជាក់ស្ដែងតែម្ដងបាទតើបងប្អូនគួរតែជ្រើសរើស JBL Eon 1 Compact នឹងយកទៅប្រើប្រាស់នៅពេលណាហើយតើយើងស័ក្តិសមស្ថានភាពបែបណាខ្លះដែលយើងត្រូវការចង់បាន Eon 1 Compact នឹងយកទៅប្រើប្រាស់បាទបើសិននិយាយពីស្ថានភាពជាក់ស្ដែងនៅស្រុកខ្មែរយើងបាទគឺជាទូទៅគឺបងប្អូនខ្មែរយើងគាត់ចូលចិត្តប្រើលក្ខណៈថាច្រៀងខារ៉ាអូខេនៅផ្ទះអីចឹងទៅឬមួយក៏គាត់ទៅដើរលេងបាទគាត់យកតាមខ្លួនអីចឹងទៅវាស្រួលចល័តអត់មានធ្ងន់មិនផ្ដល់ភាពរំខានដល់បងប្អូនបាទអញ្ចឹងគឺបងប្អូនអាចជ្រើសរើសបានទីមួយគឺយើងអាចច្រៀងខារ៉ាអូខេបានបាទហើយថ្មរបស់វាប្រើបានយូរបាទរហូតដល់12ម៉ោងឯណោះអញ្ចឹងបើសិនជាយើងដើរលេងអីគឺយើងអាចបញ្ចូលមកពេញនេះយើងដើរលេងទៅពេញមួយថ្ងៃតែម្ដងបាទគឺយើងអាចប្រើបានមួយស្រឡាញ់តែម្ដងអត់មានការព្រួយបារម្ភនេះបាទហើយអានេះគឺយើងអាចប្រើប្រាស់បានច្រើនស្ថានភាពមែនតើបាទចំពោះ JBL Eon 1 Compact ដូចជាលក្ខណៈអ្នកចម្រៀងគេហៅថា solo performer បាទឬមួយក៏ band អីហ្នឹងបាទបងប្អូនដែលគាត់ជាអ្នកលេងដូចជានៅតាម pub ឬមួយក៏នៅតាមរង្គសាលបាទឬមួយក៏នៅតាមកន្លែងហាងហូបចុកផ្សេងៗហ្នឹងបាទគឺបងប្អូនគាត់តែងតែលេងជាលក្ខណៈដូចជា acoustic បាទជាភាសា acoustic គឺគាត់មានហ្គីតាហើយគាត់មាន microphone មួយអញ្ចឹងទៅមានតារាចម្រៀងម្នាក់ច្រៀងទៅហើយគាត់លេងជាមួយហ្គីតាអញ្ចឹងបាទគឺស័ក្តិសមមែនតើបាទគឺស្រួលហើយល្អមែនតើសម្រាប់ JBL Eon 1 Compact នេះបាទគឺបងប្អូនអាចជ្រើសបានហើយងាយស្រួលបាទបើសិនជាយើងចង់ឲ្យបានសលេងខ្លាំងយ៉ាងនេះបងប្អូនអាចប្រើ2ទៅបាទបងប្អូនអាចប្រើ2ក៏បានដែរបាទហើយចំពោះ JBL Eon 1 Compact នេះគឺយើងអាច connect គ្នាបានបាទហើយមួយទៀតសម្រាប់ពូល្អមអ្នកមីងអីគាត់ចូលចិត្តហាត់ប្រាណធម្មតាគាត់ហាត់ប្រាណនៅតាមសួនអីចឹងទៅឬមួយក៏គាត់រាំលេងនៅមាត់ទន្លេឬមួយក៏នៅ start អីចឹងទៅបាទគាត់ចង់បានធុងបាសមួយដែលងាយស្រួលហើយសំឡេងរបស់វាលឺខ្លាំងហើយស្រួលចល័តហើយស្រួលកាន់ទៅមកអញ្ចឹងណាបាទគឺបងប្អូនអាចជ្រើសរើស JBL Eon 1 Compact បានដូចគ្នាបាទគឺយើងដាក់ទៅជើងអញ្ចឹងមកដាក់ទៅហាត់ប្រាណរំលេងមកស្រឡាញ់មកសប្បាយតែម្ដងជាពិសេសមួយទៀតសម្រាប់ដូចជាខាងផ្នែកអង្គការបាទអង្គការឬមួយក៏សាលារៀនឬមួយក៏ស្ថាប័នផ្សេងៗដែលគាត់តម្រូវការដូចជាចោះទៅតាមខេត្តឬមួយក៏យើងលក្ខណៈយើងទៅប្រជុំឬមួយក៏យើង presentation អីហ្នឹងនៅលើទៅតាមកន្លែងសារប្រជុំអីផ្សេងៗហើយទៅការ speaker ចល័តដើម្បីងាយស្រួលបាទគឺបងប្អូនអាចជ្រើសរើសបាន Eon 1 Compact បាទបើសិនជាបងប្អូនប្រើក្នុងបន្ទប់ត្រឹមគ្នា50-60នាក់អីតែមកគ្រាប់ហ្នឹងក៏បានដែរបាទប៉ុន្តែបើសិនជាយើងឡើងដល់100 200នាក់អីចឹងយើងអាចប្រើ2គ្រាប់បាទគឺសម្លេងរបស់វាគឺចេញទៅលឺមកស្អាតតែម្ដងបាទគឺសម្លេងវាចេញទៅលឺច្បាស់ល្អលឺលះល្អបាទអញ្ចឹង Eon 1 Compact គឺតម្រូវការគឺ
សង្កថាច្រើនមែនតើបាទគឺបងប្អូនអាចចូលទៅប្រើប្រាស់បានគ្រប់ស្ថានភាពបាទនិយាយទៅឈ្មោះវា Eon One Compact ហ្នឹងវាសំដៅទៅលើការប្រើប្រាស់ការយកតាមខ្លួនអីហ្នឹងគឺវាងាយស្រួលបាទងាយស្រួលទុកដាក់ងាយស្រួលចល័តងាយស្រួលប្រើបាទហើយវាទំនើបបាទគឺយើងអាចប្រើ control តាមរយៈ app អីចឹងបាទអញ្ចឹងគឺពិសេសមែនតើសម្រាប់ JBL Eon One Compact អញ្ចឹងគឺ JBL Eon One Compact ចំណុចទាំង5ចំណុចដែលខ្ញុំបានរៀបរាប់បង្ហាញដល់បងប្អូនអរគ្នាហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនចង់បាន JBL Eon One Compact ឥឡូវនេះតម្លៃរបស់វាគឺ$549បាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើ JBL Eon One Compact គឺបងប្អូនអាចទាក់ទងបានមកខ្ញុំបាទឬមួយក៏តាមរយៈ YouTube របស់ខ្ញុំបាទហើយមួយទៀតគឺបងប្អូនអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ070 39 5103ហើយនិងលេខមួយខ្សែទៀត093 88 26 66បាទហើយនឹងបងប្អូនអាចមកសាកសម្លេងដល់ផ្ទាល់គឺដែលមានទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីតុងទល់មុខផ្សារឃ្លាំងនំសេវបាទទីនេះគឺជា JBL Showroom គឺយើងមានប្រភេទ speaker JBL ជាច្រើន model បាទគឺបងប្អូនអាចមកសាកសម្លេងអាចមកតេស្តអីដោយសេរីតែម្ដងបាទអញ្ចឹងគឺអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូខ្លីមួយនេះបាទ